មើលស្រុកស្រែគឺបែបនេះឯងរាល់ថ្ងៃត្រូវក្រោកពីព្រឹកទៅច្រូតស្មៅគោធ្វើស្រែចម្ការទៅរកត្រីចិញ្ចឹមសត្វដាំដំណាំយកផ្លែផ្កានិងដាំដុះបន្លែបៃតងដើម្បីយកមកទទួលទានជាអាហារសម្រាប់អ្នកដែលគាត់ចិញ្ចឹមសត្វគោឬសត្វផ្សេងៗទៀតគឺប្រកាសជាដឹងច្បាស់ហើយមួយថ្ងៃឮតែសំឡេងសត្វយំរកចំណីសម្រាប់ផ្ទះរបស់ខ្ញុំគឺចិញ្ចឹមបែបគ្រួសារចិញ្ចឹមទុកគ្រាន់ធ្វើម្ហូបថ្ងៃរង្វាន់ម្ដងម្កាលឬទុកទទួលភ្ញៀវនិងបងប្អូនមកពីឆ្ងាយម្យ៉ាងទៀតអ្នកនៅស្រុកស្រែចម្ការចិញ្ចឹមសត្វបែបលក្ខណៈគ្រួសារបែបនេះចិញ្ចឹមទុកលក់ពេលទាន់នឹងមានអាសន្នកើតឡើងបើសំដៅទៅលើចំណូលវិញគឺគ្មានចំណូលអ្វីធំដុំទេដោយខ្ញុំបានបញ្ជាក់នៅខាងលើអញ្ចឹងហើយក៏គ្មានការឆ្លងកាត់រៀនសូត្រពីខាងគ្រូពេទ្យជំនាញខាងកសិកម្មមួយណាទេចិញ្ចឹមបែបធម្មជាតិសុទ្ធសាធមិនដូចបងប្អូនខ្មែរដែលពួកគាត់ចិញ្ចឹមសត្វបែបកសិដ្ឋានល្មមនឹងមួយជុំពួកគាត់ប្រហែលជាមានចំណូលរកពីការចិញ្ចឹមសត្វមកវិញបានច្រើនដែរអាចថាពួកគាត់មានចំណូលខ្ពស់សម្រាប់ពួកគាត់ក៏មានជំនាញវិជ្ជាជីវៈក្នុងការចិញ្ចឹមសត្វដែរចិញ្ចឹមសត្វឆ្លងកាត់ការរៀនសូត្រពីពេទ្យសត្វផងដែរអញ្ចឹងហើយបងប្អូនខ្មែរដែលពួកគាត់មានជំនាញខាងចិញ្ចឹមសត្វនិងខាងរុក្ខជាតិផ្សេងៗទៀតបើអាចជួយចែករំលែកដល់បងប្អូនខ្មែរយើងផងចែកផ្លូវគ្នារស់ព្រោះសុទ្ធតែខ្មែរគ្នាឯងទេពេលជាតិសាសន៍យើងមានបានគ្រប់គ្នាទៅក៏ពួកយើងមានមោទនភាពចំពោះប្រជាជនយើងដែរហើយមួយទៀតប្រសិនបើប្រទេសកម្ពុជាយើងមានការបោះឆ្នោតទៅលើតម្លៃខាងកសិកម្មនិងកសិដ្ឋានចិញ្ចឹមសត្វវិញគឺល្អខ្លាំងមែនទែនមានន័យថាដាក់តម្លៃឲ្យជាក់លាក់ណាមួយដែលពួកគាត់អាចទទួលយកបានសូមបោះឆ្នោតរាល់ឆ្នាំនឹងមានអ្នកធ្វើទីផ្សារដល់ប្រជាពលរដ្ឋខ្មែរយើងដើម្បីទទួលបានទីផ្សារល្អប្រសើរណាមួយព្រោះផ្ដល់តម្លៃខាងផលិតផលក្នុងស្រុកផងបងប្អូនប្រជាពលរដ្ឋខ្មែរក៏មានកម្លាំងចិត្តធ្វើដាំដុះចិញ្ចឹមសត្វនិងផលិតផលផ្សេងៗទៀតហើយក៏រំពឹងគិតទៅដល់ប្រជាជនខ្មែរបើអាចនាំគ្នាប្រើប្រាស់ផលិតផលផលិតដោយកូនខ្មែររៀនជាតិនិយមខ្លះព្រោះពេលបងប្អូនទាំងអស់គ្នាជាតិនិយមគ្រប់គ្រងផលិតផលរបស់កូនខ្មែរគ្រប់គ្រងផលិតផលក្នុងស្រុកដូចជួយប្រជាជនយើងហើយក៏ជួយដល់សេដ្ឋកិច្ចក្នុងប្រទេសយើងផងហើយក៏មានឱកាសការងារច្រើនសម្រាប់ប្រជាជនខ្មែរយើងសូមអរគុណជម្រាបលា